វីដេអូនេះសម្រាប់អ្នកម៉ាក់ថ្មងថ្មីក្នុងការផ្លាស់ប្ដូរទម្រង់អាហារទាំងក្របអាហារបន្លែនិងការធ្វើពីកូនអាយុ6ខែទៅដល់1ឆ្នាំព្រមទាំងបរិមាណដែលត្រូវផ្ដល់ឲ្យកូនតាមអាយុទៅតាមក្បួនខ្នាតរបស់ពេទ្យកូរ៉េវគ្គទី1គឺជាការចាប់ផ្ដើមធ្វើសម្រាប់កូន6ខែហើយបរិមាណរបស់គាត់ញ៉ាំគឺ50ទៅ70ក្រាមយើងផ្ដល់ឲ្យគាត់បរិភោគចំនួន2ពេលជាមួយនឹងអាហារសម្រន់2ពេលទម្រង់បន្លែហើយនិងសាច់គឺត្រូវតែមានសភាពម៉ត់ខៃល្អសម្រាប់ការធ្វើមកអាចយកបន្លែហើយនិងសាច់យកទៅចំហុយបន្ទាប់មកយើងដាក់ជាមួយនឹងបាយបន្ថែមជាមួយនឹងទឹកឆ្អិនហើយកិនឬមកអាចដាក់បន្លែសាច់អង្ករជុំគ្នាស្ងោររួចយកមកកិនក៏បានដែរសម្រាប់កូនអាយុ7ខែបរិមាណបបរដែលកូនត្រូវញ៉ាំ70ទៅ90ក្រាមសម្រាប់ការកិនផងដែរមកអាចធ្វើឲ្យវានៅល្បាយគ្រើមបន្តិចដូច្នេះរបៀបនៅក្នុងការចម្អិនរបស់7ខែគឺដូចទៅនឹង6ខែខុសគ្នាតែបន្លែគឺយើងអាចធ្វើឲ្យវានៅគ្រើមមិនមានភាពម៉ត់ស្លុងតែប៉ុណ្ណោះហើយសម្រាប់វីដេអូដែលម៉ាក់ឃើញនេះគ្រាន់តែជាការលើកឧទាហរណ៍ប៉ុណ្ណោះដូច្នេះខ្ញុំអត់បានចម្អិនវាឲ្យមានរបៀបត្រឹមត្រូវទេសម្រាប់កូនអាយុ8ខែអាហារសម្រាប់កូនញ៉ាំអាចពី80ទៅ100ក្រាមហើយមួយថ្ងៃ3ពេលសម្រាប់បន្លែយើងអាចដាក់វាជាទម្រង់ដូច7ខែក៏បានហើយសាច់នៅម៉ត់ដដែលចំណុចនេះអ្វីដែលយើងនឹងបដូរទម្រង់គឺជាបបរម្ដងដូច្នេះខ្ញុំឧទាហរណ៍ថានេះគឺជាបបរដែលខ្ញុំបបរក្តៅហើយមកអាចចុចអង្ករនឹងឲ្យទៅជា3កំណាត់បន្ទាប់មកយើងដាក់បន្លែដែលរាងម៉ត់ស្តៀងទៅនឹង7ខែនិងសាច់ដែលម៉ត់ខៃចូលហើយធ្វើវាឲ្យឆ្អិនដូច្នេះអ្វីដែលដូរទម្រង់សម្រាប់គាត់8ខែនៅពេលនេះគឺជាទម្រង់បបរដែលយើងអត់កិនឲ្យម៉ត់ប៉ុន្តែវាកិនទៅជា3កំណាត់ហើយការធ្វើបែបនេះគឺមិនមានធ្វើឲ្យកូនស្លាក់ទេដោយសារបបរនិងបន្លែគឺបានទន់រលួយល្អហើយអញ្ចឹងអ្វីដែលម៉ាក់ត្រូវចំណាំគឺយើងត្រូវតែប្រកាសថាបន្លែហើយនិងបបរគឺមានភាពផុយល្អហើយសម្រាប់កូនអាយុ9ខែអាហារដែលត្រូវផ្ដល់ឲ្យកូនចន្លោះពី90ទៅ120ក្រាមសម្រាប់ទម្រង់បន្លែគឺយើងហាន់ឲ្យរាងធំជាង8ខែបន្តិចសាច់នៅម៉ត់ដដែលដូច្នេះសាច់នៅម៉ត់ដដែលបន្លែធំជាងមុនបន្តិចហើយយើងនឹងផ្លាស់ប្ដូរទម្រង់របស់បបរដែរខុសគ្នានឹង8ខែដែលយើងចុចអង្ករឲ្យទៅជា3កណាត់យើងនឹងចុចវាឲ្យបាក់ត្រឹមជា2កណាត់វិញចំណាំគ្រប់ពេលបបរគឺផុយឯម៉ាក់ហើយបន្លែក៏ត្រូវតែផុយដែរនេះពី8 9ខែមកម៉ាក់មិនបាច់កិនវាទេប៉ុន្តែយើងផ្លាស់ប្ដូរទម្រង់បបរជាមួយនឹងបន្លែហើយយើងដាក់ចូលមកយើងត្រូវស្ងោរបន្លែឲ្យទន់រលួយល្អដូច្នេះបន្លែទាំងអស់នេះទោះបីជាកូនអត់មានធ្មេញក៏ដោយគាត់អាចបំបែកវាបានដោយប៉ះជាមួយនឹងចាញ់គាត់ដោយសារតែវាផុយល្អហើយសម្រាប់កូន10ខែយើងអាចផ្ដល់អាហារឲ្យកូនពីចន្លោះ100ទៅ150ក្រាមសភាពបន្លែមកអាចហាន់របៀបនេះបានគឺរាងធំជាងមុនប៉ុន្តែសាច់នៅម៉ត់ដដែលហើយទម្រង់បបរយើងនឹងផ្លាស់ប្ដូរវាដែរអ្វីដែលយើងនឹងធ្វើឲ្យវាខុសគ្នាគឺពី8ខែយើងបំបែកវាជា3កំណាត់9ខែយើងបំបែកវាជា2កំណាត់ហើយនៅពេលដែល10ខែយើងនឹងដាក់អង្ករនេះទាំងមូលតែម្ដងជាមួយនឹងទម្រង់បន្លែថ្មីនេះមកដាក់បន្លែចូលហើយធ្វើឲ្យបន្លែទន់ល្អគឺបានហើយសម្រាប់កូនអាយុ11ខែអាហារដែលយើងអាចឲ្យគាត់បរិភោគគឺចន្លោះពី100ទៅ150ក្រាមដូចគ្នាសម្រាប់ទម្រង់បន្លែគឺយើងចិតដូចទៅនឹង10ខែហើយសាច់នៅម៉ត់ល្អដដែលតែអ្វីដែលយើងនឹងផ្លាស់ប្ដូរគឺជាទម្រង់បបរដូច្នេះនៅក្នុង11ខែអ្វីដែលយើងឲ្យគាត់បរិភោគគឺជាទម្រង់បាយជ្រីសម្រាប់ការចម្អិនយើងចម្អិនដូចទៅនឹង10ខែដែរប៉ុន្តែយើងដាក់វារងាស់ទឹកឲ្យស្ងួតជាង10ខែរហូតដល់វាមើលទៅដូចជាទម្រង់បាយជ្រានេះមកឃើញថា10និង11ខែការចម្អិនដូចគ្នាខុសគ្នាតែមួយមានទឹកមួយទៀតរាងស្ងួតទឹកសម្រាប់កូន12ខែចំណុះអាហារចន្លោះពី100ទៅ150ក្រាមដដែលរបៀបដែលយើងធ្វើឲ្យបន្លែគឺដូចទៅនឹង10និង11ខែប៉ុន្តែទម្រង់អាហារបាយជ្រាយឬក៏បាយតែម្ដងតែម៉ាក់ត្រូវចំណាំសាច់គឺនៅតែម៉ត់ដដែលដូច្នេះការផ្លាស់ប្ដូរនេះគឺយើងផ្លាស់ប្ដូរតែបន្លែហើយនឹងទម្រង់អង្ករទេហើយបើសិនជាម៉ាក់ផ្លាស់ប្ដូរបែបនេះកូននឹងអាចញ៉ាំបានល្អនៅពេលដែលគាត់អាយុ1ឆ្នាំហើយការធ្វើបែបនេះមិនធ្វើឲ្យកូនស្លាក់នោះទេម៉ាក់ដោយសារតែអាហារទាំងអស់នេះគឺយើងចម្អិនបានទន់ល្អរួចហើយនេះគឺជាការវិវត្តនៃអាហារម្ដងបន្តិចហើយការដែលវិវត្តត្រឹមត្រូវបែបនេះគឺជួយឲ្យកូនលូតលាស់បានល្អហើយអាចទំពាបានល្អនៅពេលដែលគាត់អាយុ1ឆ្នាំហើយសម្រាប់វីដេអូមួយនេះនាងខ្ញុំបានដកស្រង់ចេញពីសៀវភៅពេទ្យសម្រាប់កុមារនៅក្នុងប្រទេសកូរ៉េ